សួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំមករៀបរាប់ពីប្រវត្តិដែលពួកខ្ញុំស្គាល់គ្នាហើយធ្វើម៉េចបានឡើងមកការនៅចិនហើយធ្វើម៉េចបានរស់នៅដែលមានក្តីសុខអញ្ចេះកំពុងតែស្ទូចត្រីអ្នកនរគ្នានិយាយទៅតាណាដើមតងដែលខ្ញុំស្គាល់គ្នាគឺកន្លែងស្ទូចត្រីអញ្ចឹងពេលមកដល់ចិនក៏នៅតែស្ទូចនិយាយទៅពួកខ្ញុំស្រឡាញ់គ្នាដោយចិត្តជាមួយគ្នាដោយចូលចិត្តស្ទូចត្រីអញ្ចឹងណាហើយខ្ញុំស្គាល់គាត់ហ្នឹងពេលគាត់ទៅខ្មែរលេងប្រហែលខែខ្ញុំស្គាល់គ្នាហើយពួកខ្ញុំដើរលេងគ្នាដើរអីចឹងណាដើរលេងគឺគាត់អ្នកចាយវាអ្នកចេញលុយអ្នកទិញអីវ៉ាន់ចេញលុយទិញអីតែរឿងឲ្យលុយចាយខ្ញុំមិនឲ្យទេឲ្យស្វិតណាស់ប្តីខ្ញុំនេះមិនដែលឃើញចង់សារចិនណាមកស្វិតដូចប្តីខ្ញុំទេប៉ុន្តែមនុស្សគាត់ត្រង់គាត់អត់លុយតែអត់លុយមិនដែលលឺថ្ងៃណានិយាយថាមានលុយម្ដងទៀតលោកអើយតាំងពីសង្សារឥឡូវដល់ប្តីប្រពន្ធក៏មិនដែលលឺថាមានលុយដែរហើយខ្ញុំចំណាំមើលអ្នកនរគ្នាបើសិនជាយើងចង់ដឹងថាជនជាតិនឹងមនុស្សត្រង់មនុស្សល្អច្បាស់លាស់មួយយើងគេមិនលាក់អត្តសញ្ញាណយើងទេអ្នកនរគ្នាដូចជាប៉ាសពតហើយតញ្ញាណប័ណ្ណអីចឹងគឺគាត់គេមិនលាក់យើងទេគេបង្ហាញយើងឃើញហ្មងហើយខ្ញុំមិនមែនត្រឹមតែឃើញខ្ញុំថតទុកទេក៏សួរខ្ញុំថតទុកទេថតទុកខ្លាចអ្នកឯងបោកប្រាស់ហើយគាត់សើចហើយស្គាល់គ្នាបានរយៈគាត់សុំទៅផ្ទះជួបអ្នកផ្ទះជួបអីចឹងណាហើយសួរពីរឿងបណ្ណាការសួរអីខ្ញុំថានេះចំណាយលុយរៀងច្រើនហើយក៏សួរពេលយើងការឲ្យបានចំណងដៃបានអីមួយវិញចឹងថាបានប៉ុន្តែយើងចាយវាយទៅច្រើនជាងបានចឹងណាគាត់ថាអត់ដូចនៅចិនទេនៅចិនការចំណាយលុយតិចតែបានមកវិញច្រើនអត់ខាតទៅគឺមានតែសល់លុយវិញចឹងណាចឹងគិតគូគ្នាច្បាស់លាស់ប្រហែលជាប្រហែលខែបានសម្រេចចិត្តថាមកការនៅចិនវិញចឹងណាហើយសូម្បីតាសវលនៅខ្មែរក៏ខ្ញុំបានធ្វើតាសវលមុនដែរគឺខ្ញុំឡើងមកធ្វើនៅចិនទាំងអស់គឺខ្ញុំរត់ឯកសារនៅចិនណាហើយមិនខ្ញុំអ្នករត់ទេប្តីខ្ញុំអ្នករត់ទាំងអស់ហើយមុននឹងខ្ញុំសម្រេចចិត្តថាឆ្លាញ់គ្នាមកទីនេះការអ្នកទាំងអស់គ្នាខ្ញុំបានសែននៅខ្មែរហើយតែគាត់ថាមិនបានធ្វើពិធីទុកលំទេហើយពេលដែលគាត់ឡើងមកហ្នឹងក៏ហៅខ្ញុំមកដែរប៉ុន្តែខ្ញុំជាប់រវល់ធ្វើការខ្ញុំអត់បានមកទេខ្ញុំថាគាត់ឡើងទៅមុនទៅបន្ទាប់មកក្រោយមក4ខែក្រោយមកទើបខ្ញុំឡើងមកលេងចូលឆ្នាំចិនហ្នឹងមិនដឹងថាមិនលេងទេហើយគាត់ថាយើងធ្វើតាសវលហ្មងទៅបើសិនជាធ្វើបានក៏នៅទៅបើធ្វើមិនបានមកលេងមួយខែហើយទៅវិញអញ្ចឹងណាចាំពេលណាយើងត្រូវឡើងមកការដល់ថ្ងៃការចាំឡើងមកតែចៃដន្យអីខ្ញុំឡើងមកម្នាក់ឯងអ្នកនរគ្នាជប់ទុំសៀងខៃក៏ឲ្យហ៊ានខ្ញុំជិះយន្តហោះtransit ទេ2តង់ណាគាត់ខ្លាចខ្ញុំវែងពេលផ្ទៃយន្តហោះហ្នឹងគាត់ឲ្យខ្ញុំជិះ direct auto ពីពេញមកដល់សៀងហៃហ្មងគាត់បើកឡានពីផ្ទះគាត់8ម៉ោងទៅសៀងហៃដើម្បីទទួលខ្ញុំណាអ្នកទាំងអស់គ្នាហើយទទួលខ្ញុំហើយវែងរកគ្នាអត់ឃើញបើក Wi-Fi អត់ឃើញដល់គ្នាអត់ឃើញទៀតអ្នកគ្នាខ្ញុំដល់គាត់ចង់ងាប់ក៏មិនឃើញហើយពលាននៅទីនេះធំមែនតើចៃដន្យខ្ញុំឆ្លាតហើយខ្ញុំដើរសួរគេគាត់ចាំខ្ញុំនៅចន្លោតឡានខ្ញុំដើរសួរគេសួរប៉ូលីសពេញនឹងតទៅគាត់ឃើញហើយគាត់ទៅព្រមចេញក្នុងឡានទៀតមកចំខែល្ងាគាត់សងំក្នុងឡានគាត់មានចេញណាគាត់ទេបើទូរស័ព្ទដាច់ Wi-Fi ហើយអ្នកនរគ្នាកុំអាងស៊ីមដែលទិញពីខ្មែរមកអ៊ីនធឺណិតដែលយើងប្រើនៅចិនបានណាអ្នកគ្នាខ្ញុំទេបានតែមួយឈឹបបានតែប្រហែលនាទីដាច់បាត់ក្រោយមកទេពលាន Wi-Fi ពលានបានទេមួយគាត់ដល់ពេលគាត់ដើរចេញផុតដាច់ Wi-Fi បណ្ដោយខ្ញុំក្លាហានណាអ្នកនរគ្នាពេលមកហ្នឹងអត់តន់ចោលតាសវលនៅខ្មែរទេហ៊ានឡើងមកហើយមានការប្រឆាំងជាខ្លាំងពីគ្រួសារយើងអញ្ចឹងណាប៉ុន្តែខ្ញុំទុកចិត្តគាត់តែទុកចិត្តនឹងអាចឡើងមកមិនមែនថាទុកចិត្តថាមិនខ្លាចមានបញ្ហាហានិភ័យទេយើងត្រូវត្រៀមព្រូឲ្យអ្នកទាំងអស់គ្នាខ្ញុំឆ្លាតដែរខ្ញុំត្រៀមតាំងពីមិត្តភ័ក្តិមាន WeChat នៅចិនបើកបានតែ WeChat អ្នកទាំងអស់គ្នាមិនអាចប្រើ Facebook ហើយ Telegram អីបានទេចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេវីដេអូក្រោយខ្ញុំប្រាប់ថាត្រូវត្រៀមអ្វីខ្លះពេលដែលយើងឡើងមកយើងទោះជាយើងទុកចិត្តគេណាក៏ត្រូវតែត្រៀមដែរអ្នកទាំងអស់គ្នា